ធ្វើជាមនុស្សស្រីមិនស្រួលម៉ានទេណាបងប្អូននៅពេលដែលយើងនៅជុំគ្រួសារមិនសូវមានអីម៉ានទេតែនៅពេលដែលយើងខ្លាចជាមនុស្សស្រីដែលអត់មានគ្រួសារមានន័យថាយើងមានម៉ាយដូចខ្ញុំអញ្ចឹងណាចានិយាយទៅនឹងអង្គុយនងផ្ទះធ្វើការសុកក៏ខុសដែរបងប្អូនហើយចាអត់មានអីដែលគប់ចិត្តណាម្នាក់បានទេសំខាន់នៅពេលដែលយើងឆ្លងកាត់ផ្លូវនេះគឺយើងត្រូវតែធ្វើចិត្តឲ្យរឹងមាំនិងត្រៀមចិត្តទទួលយកនៅពាក្យសម្ដីទាំងអស់ហ្នឹងណាបងប្អូនមកថ្ងៃនេះខ្ញុំនាំបងប្អូនមកធ្វើម្ហូបដល់ម៉ោងធ្វើម្ហូបហើយចាកំនៅគិតស្មុគស្មាញពេកដល់ម៉ោងញ៉ាំបាយចាដល់ម៉ោងគេងចាមនុស្សយើងមានអាហារ3ពេលចាត្រូវការតែអាហារ3ពេលដូចគ្នាទេបងប្អូនហើយមិនចាំបាច់ត្រូវធ្វើឲ្យនរណាម្នាក់ពិបាកឬមកក៏ធ្វើឲ្យនរណាម្នាក់ឈឺចាប់ទេជឿខ្ញុំទៅបងប្អូនធ្វើតែល្អទៅយើងនឹងទទួលបាននៅគេថាជីវិតមួយដែលល្អប្រសើរហើយនឹងសុខចិត្តច្រើនចាថ្ងៃនេះខ្ញុំមកឆាជាមួយនឹងបន្លែខុបមុខជាមួយនឹងសាច់ជ្រូកណាបងប្អូនចាសម្រាប់បន្លែខ្ញុំថ្ងៃនេះរៀងច្បុកច្បល់តិចហើយចាមានតាំងពីការ៉ុតមានតាំងពីស្បែកគួរតសក់ចាផ្កាខាត់ណាអូស្អីខ្លះទេបងប្អូនហើយមាននៅក្នុងហ្នឹងចានិយាយទៅបន្លែគ្រប់មុខស្អីក៏បន្លែឆាអីក៏ដាក់ឆាបានដែរបងប្អូនចាមិនរើសទេឲ្យតែមានដាក់មកហើយអត់មានអីពិបាកទេការឆាហ្នឹងគាត់តែដាក់ខ្លាញ់ក្តៅទៅចាដាក់ជាមួយនឹងខ្ទឹមជ្រាំចាហើយកូរច្បល់ឲ្យរៀងឈ្ងុយតិចហើយចាប់ដាក់សាច់ចាដាក់គ្រឿងទេសអំបិលស៊ុបប៊ីចេងស្ករទឹកថៃម្រេចអីទៅតាមចំណង់ចំណូលចិត្តតែសម្រាប់ខ្ញុំសម្រាប់មុខម្ហូបដែលខ្ញុំធ្វើពីច្រើនខ្ញុំធ្វើរសជាតិរៀងដិតទេណាបងប្អូនចាភាសាពីមុនធ្លាប់ញ៉ាំម្ហូបខ្លែហ្មងទៅពេលទៅជាប់មាត់ចាជាប់មាត់ធ្វើម្ហូបរៀងរសជាតិដិតបើសិនជារៀងសាបអត់សូវជាត្រូវមាត់ខ្ញុំហ្មងទេបងប្អូនចាឥឡូវឆាខ្ញុំក៏ចិត្តឆ្អិនដែរបងប្អូនសម្រាប់បន្លែគ្រប់មុខនេះបងប្អូនចង់ឆាឲ្យរៀងឆ្អិនបន្តិចក៏បានឬមួយក៏បងប្អូនយកមកសពក៏បានដែរតាមចំណង់ចំណូលចិត្តណាបងប្អូនតែសម្រាប់ខ្ញុំរៀងមកឆ្អិនល្មមចាមិនជាសពមិនជាឆៅក៏មិនជារលួយពេកដែរជាទៅមុខម្ហូបរបស់ខ្ញុំនីមួយចាខ្ញុំឆាតាមទម្លាប់របស់ខ្ញុំទេខ្ញុំមិនមែនជាចុងភៅអីដែលជំនាញទេហើយខ្ញុំជឿជាក់ថាបងប្អូនដែលគាត់តែងទៅទស្សនាវីដេអូរបស់ខ្ញុំគាត់ប្រកាសជាដឹងរបៀបធ្វើម្ហូបតាមបែបខ្មែរយើងមួយហើយគាត់ថាពេលខ្លះគាត់ស្រឡាញ់ចូលចិត្តខ្ញុំទៅគាត់ចេះតែជួយមើលវីដេអូរបស់ខ្ញុំអញ្ចឹងណាខ្ញុំពិតជាអរគុណមែនតើហើយខ្ញុំជឿជាក់ថាគាត់ប្រកែជួយខ្ញុំទៀតចាបងខ្លះជាពិសេសបងប្រុសហ្មងចាខ្ញុំជឿជាក់ថាបងខ្លះគឺគាត់ប្រកែធ្វើម្ហូបជួយខ្ញុំទៀតគាត់ថាពេលខ្លះគាត់ស្គាល់យើងហើយគាត់ចេះតែជួយមើលជួយគ្រប់គ្រងចាវីដេអូរបស់ខ្ញុំអញ្ចឹងណាបងប្អូនពិតជាអរគុណចាអរគុណបងចានិងអូនចាដែលគាត់តែងតែគ្រប់គ្រងវីដេអូរបស់ខ្ញុំណាអូខេឥឡូវឆាឆ្អិនហើយបងប្អូនតោះឌូបៃហូបទាំងអស់គ្នាជួបខ្ញុំវីដេអូ